ជាច្រើនបានប្តេជ្ញាខ្លួនហើយបានប្រគល់ខ្លួនដើម្បីផ្សារខ្លួនភ្ជាប់ជាស្ពានតូចក្នុងការដាក់ខ្លួនជាទំនាក់ទំនងជាមួយបញ្ញាញាណនៃជីវិតក្នុងសង្គមមនុស្សពួកប្រល័យពូជសាសន៍វាបានកាប់សម្លាប់ប្រជាជនកម្ពុជាជាង3លានអ្នកដែលនៅរស់វាបានពង្រត់ពង្រះឲ្យស្គាល់តែទុក្ខវេទនាភ័យរន្ធត់ការអស់ជំនឿនិងការចងកំហឹងតែប៉ុណ្ណោះឥឡូវស្ពានរយពាន់តូចទាំងឡាយបានចម្លងឡើងវិញនៅការរីករាយសប្បាយនៅក្នុងកាយភ្នែកដែលពុះពេញទៅដោយការជឿជាក់តាមជំហាននីមួយដ៏រឹងមាំនិងស្វាហាប់របស់ប្រជាជនកម្ពុជាយើងរមណីយនៃជីវិតថ្មីកំពុងតែរីកស្គុះស្គាយទូទាំងប្រទេសនិងសិទ្ធិក្នុងការបង្ហាញស្នាដៃវិចិត្រកម្មដ៏ល្អនៃមាតុភូមិកម្ពុជារបស់ខ្លួនទាំងនេះជាសក្ខីភាពជឿជាក់របស់វិចិត្រករចំនួនទី1នៃសាលាវិចិត្រសិល្បៈនៅពេលដែលចាប់ផ្ដើមនៃការរស់ឡើងវិញក្រោយថ្ងៃរំដោះ7មករាមកគឺថារដ្ឋអំណាចយើងបានបង្កើតសាលាវិចិត្រសិល្បៈយើងឡើងវិញបាទនៅក្នុងនោះខ្ញុំជាផ្នែកតូចមួយនៅក្នុងសាលាវិចិត្រសិល្បៈហ្នឹងគឺផ្នែកវិចិត្រកម្មការចំនួនប៉ុលពតគឺថាខ្ញុំបានទៅរស់នៅតំបន់របស់វាគឺថាវាបង្ខំខ្ញុំឲ្យធ្វើការជាទម្ងន់គឺថាយើងខ្ញុំលះបង់ចោលនៅមុខជំនាញរបស់យើងខ្ញុំចេញអស់ហើយនៅក្នុងនោះគ្រូនិងបងយើងដែលមានបច្ចេកទេសខ្ពស់ត្រូវវាសម្លាប់ចោលអស់ដល់មិត្តភ័ក្តិរបស់យើងខ្ញុំបានប្រាប់ផ្ទាល់ភាពព្រឺខ្លាចនៃរបបប្រល័យពូជសាសន៍ពុំអាចមកលងជាថ្មីម្ដងទៀតបានទេហើយក៏ពុំអាចមកខាត់ខាំងការញញឹមដ៏ស្រស់ប្រំប្រៃរបស់កុមារយើងបានឡើយពេលនេះកុមារទាំងនេះកាន់តែរីករាយចម្រើនធំធាត់ក្រោមម្លប់ដើមត្នោតជាទីស្រឡាញ់របស់ខ្លួនជាទីស្រឡាញ់អើយប្អូនជាកម្ពុជាបុត្រនៃមាតុភូមិយើងដែលរស់ឡើងវិញប្អូនមើលណោះក្នុងកាយភ្នែកជីតាយើងក្នុងនោះនឹងអាចនិយាយប្រាប់ថាគេទាំងឡាយរងចាំការចម្រើនពេញវិញធំធាត់របស់ប្
អូនយល់ទេទាំងអស់គ្នារងចាំការធំធាត់របស់ប្អូនទោះប្អូនជាទំពាំងស្នងឬសីជាក្តីសង្ឃឹមរបស់ប្រទេសជាតិពេលប្អូនពេញវ័យប្អូនប្រកាសខ្លាយជាកុលបុត្រដ៏មានឆន្ទៈមុតស្រួយអសាព្យាយាមធ្វើការបម្រើមាតុភូមិរបស់ខ្លួននឹងអាចប្រៀបបានកូនខ្នោតផងទាំងពួងប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះគេក៏មានផ្លែផ្កាមានអជារសផ្អែមឆ្ងាញ់ជូនដល់សង្គមជាតិសម្រាប់អនាគតដ៏រុងរឿងផងដែរ